រវាងបាក់ជាមួយនឹងស៊ីស៊ូនបាក់ជាមួយនឹងវ៉ាហាឡាហ្គេមទី2ផងដែរបាទរៀងវល់តិចបាទស្ដាយមែនតើហ្គេមមុនត្រូវមានខាចាលេងប៉ុន្តែបានលេងដូចគ្នាសម្រាប់ហ្គេមនេះវិញគឺក៏មានខាចាមកវិញនេះខ្លួនដែរសម្រាប់ខូចមីចោចោក៏ដូចជាជាមួយនឹង Zion អូមីឡែនបាញ់ចាប់ជើងជាប់អូយយកជាមួយនឹងបើបានពីវត្តមានរបស់ខេតដូចអូខេតឬ3បាននិយាយទៅ secret គឺគាត់តែងតែធ្វើអញ្ចឹងដូចតែហ្គេមមួយដែរបាទខេតឬ3បានតែសោយកតែមែនតែម្ដងឥឡូវមើលអេមប្លែមនេះសិនព្រោះដោយសារតែ damage skill ទី1របស់ខាចាបោកណាមួយដៃវាយរបស់ខាចាដែលមាន passive ន្ទះស៊ីឈាម 4% ហ្នឹង damage ហ្នឹងបោកចុះគ្នាលើ spectry ទៀតបាទឥឡូវបោកវាយយកទៅជាមួយនឹង secret សាម្ដាយចុងក្រោយនៅតែមិនដាច់គ្រាន់តែមួយលឹកតែប៉ុណ្ណោះអញនឹងដាច់ជាមួយនឹង secret ដូចគ្នាអាកន្លែង retreat មិញបើសិនជា Ken retreat បាន audience អញនឹងឆ្ងល់ប៉ុន្តែសម្រាប់ pro player គឺគេដឹងយ៉ាងមកមួយដៃ passive ន្ទះរបស់ខាចា 4% mix AP ហ្នឹងបោកមួយ skill ទី1 damage ហ្នឹងលើ spectry ទៀត yes លើទីគេបាទអញ្ចឹងបើគេផ្គុំត្រូវមកទី1នឹងទៅដល់វត្តមួយដៃផាំង retreat is nothing យកមកបាទសំបីតែ lot ក៏ពិបាកក្នុងការបាទ lot late game retreat ឲ្យស្ពៃមកដៃ 4% របស់ខាចាំវត្តយក lot free បាទតែបានវត្តបាទចាំមើលទៅចេះណារកបានកាយសម្រាប់ secret បញ្ជា defense magic សម្រាប់គាត់ឯខ្លួនដែរ lane នីមួយមានអារម្មណ៍ HP បាត់ HP អីបាទ hello shadow គេបាត់ HP 2ដងព្រោះគេមុនដោយសារតែគេនេះអញ្ចឹងទៅក៏គេមានគេ phobia ចឹងក៏គេសួរលេងមួយ unlock early បាទមានអារម្មណ៍ថា shadow គាត់បាត់ lane គេបានន័យថាបើ hero គាត់ឈ្នះ lane គាត់បាត់ lane គេ shadow គាត់ឈ្នះ lane គាត់អត់ fit ទេហ្នឹងបាទអត់ fit អីថាតទី1មកនឹងដាច់មួយឈ្មោះដាច់តែម្ដង yes sir ចាប់ពីថាទី2ឬក៏ទី3ទៅគឺគាត់អូ shadow ឥឡូវបាត់ map យកតែម្ដងជាមួយនឹងការ fast clear ផងដែរពីពេប៉ុន្តែ shadow មាន ulti ប៉ុន្តែមានការ annoy ខ្លះដែរពី Urina ពី head តែបាន retrieve user មកទៅលើឆ្មាផងដែរជាមួយនឹងការដកថយទៅវិញដូចគ្នាបាទមកចាក់ retreat យកបាននេះគឺមកដែរប៉ុន្តែ shadow មកបានចង់ team fight នេះគឺមកដែរគេ head បាត់ shadow នៅទៅទី1ល្អ2ដង game ទី1ក៏បោមួយឆ្មាយក shadow game ទី2បាត់បានម្ដងទៀតអញ្ចឹងនេះគឺវាជាឱកាសដ៏ល្អខ្លាំងមែនទែននៅក្នុងការសម្រេចចិត្តថាតើគាត់អាចនឹងបាត់ជាប់ឬក៏មិនជាប់បាទចាំមើលលទ្ធផលទៅចេះណាជាមួយជំនួបគូមីនេះក្នុង game តាមតឹងខ្លាំងមែនទែន Explorerland shadow មិនបានអើតចេញពី map នោះទេបាត់ land ចោលតែម្ដងបាទ Sky Tracer បានចាញ់ទៅលើ Soul ដូចគ្នាតែបើយើងមើលទៅជាមួយនឹង game 1ហើយ game 2នេះគឺវត្តមានរបស់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនតើជាមួយនឹងការគ្រប់គ្រង mic ក៏ដូចជា control ជាមួយនឹង objective បាទ Secret គាត់អត់យក impurate ព្រោះបើយក impurate បើសិនជា late game យើង timing មួយការលួចដល់ឆ្ងាញ់មកដៃហ្នឹងបាទអញ្ចឹងយើង complete ដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note Hazard Series MPL Edition សម្រាប់ gamer គ្រប់គ្នាជាមួយនឹងសារការសាកថ្មរហូតដល់90វ៉ាត់ក៏ដូចជាឥតខ្សែវិញគឺសាកទៅដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹងអេក្រង់ AMOLED 144 Hz លេង Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM សរុបទៅដល់ 24GB បាទជាមួយនឹងការរចនា mode តែបានអនុភាពតែម្ដងបាទអូដាច់ first slot ទាំងចុច purify ក៏មិនដៃ2 1បាទអត់ទេព្រោះឯសារយើងជាប់ពាណិជ្ជកម្មមិញតែមិញអត់នេះណាអត់ប្រើជាមួយនឹង ultimate របស់ PP បាទអញ្ចឹងទោះជាខាង C0 បានធ្វើ plot ប៉ុន្មានតែបើយើងមើលទៅលើ Go Team Valhalla ក៏នៅតែនាំមុខតិចតួចផងដែរបាទអញ្ចឹងចាំមើល total ទី2តែនៅក្នុង game នេះសម្រាប់ Ken គាត់រៀងបបាក់ដែររៀងបបាក់នៅក្នុងការលេងផងដែរប៉ុន្តែការចានេះបើសិនជាបើកមុខគឺ PP ជា target របស់ PP អីព្រោះដោយសារបើសិនជាអត់វាយការចាមុនទេសម្រាប់ Ken បបាក់នៅក្នុងការចូលវាយទី1គឺមានការចាទី2គឺមានជាមួយនឹង Veteran ទៀតអញ្ចឹងធ្វើឲ្យ annoy ទៅលើចយខ្លាំងមែនទែនបាទហ្គេមនេះណាគេលេងមុនចាំមើលtotal បាទមានការប៉ះពីវ៉ាហាដូចគ្នាអាចនឹង fast total ដែរទេមកអត់តាន់ឬក៏បន្តពី Asira ក៏ដូចជាពេមកហើយមានការ reset ជាមួយនឹង total ចោលដូចគ្នាបាទកែវនេះបើវាយបដៃយកមកជាមួយនឹង head ជាបិទជាមួយនឹង shadow low ឈាម 50% បាទហើយមានការវាយទៅលើ head មុនគេឬក៏យ៉ាងណាចូលមកអើយពីវត្តមានរបស់ Ken អាតែតែងជួយនឹងការ retrieve បានពីវត្តមានរបស់ Ken ប៉ុន្តែជាមួយការចូលទៅពី shadow មានការដាច់ pure ពេមកដែរអាចមានបញ្ហាជាមួយនឹង shadow ដែរទេតែបាត់ទៅមួយប៉ុន្តែបាត់បង់ជាមួយនឹង2 kill បាទពីវត្តមានរបស់ C0 kill ក៏បានចូលទៅលើ Soul ដូចគ្នា double kill បាទបានជាមួយនឹង total ប៉ុន្តែ trade ជាមួយនឹង2 kill ដូចទឹកមួយ clear ជាមួយនឹង land ពី Asira C0 មិន aggressive ទេណាមុលចូលទៅវាយខាងមុខយកហ្មងបាទបើសិនជាមិញបើសិនជាអត់បាន retrieve បានជាមួយនឹង total ទេខាតណាបាទមិនតែដោយសារបានជាមួយនឹង total អត់ទៅអីវិញបាទតែ hand នៅតែធ្វើបាល់ល្អដូចគ្នាព្រោះដោយសារតែមានការយក pop របស់បានបាទ
ទៅដល់អាទីទៅលើខេនប៉ុន្តែអត់អីទេជាមួយនឹងវត្តមានរបស់ Head មួយការកាប់ច្រាំយកតែម្ដងពី Shadow នៅក្នុងហ្គេមនេះពិបាកក្នុងការវាយទៅលើ Euroder បន្តិចហើយបាទអាលទីអីសុំសំលេងអីតេងណ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 េងតែងល្បីដល់មេរ៉ាកូនេះបាទ Caster ខ្មែរសូហ្វានីនៃចាញ់បោកមីតគួរតែតេងណេងណាណៃបាទខាងក្រៅបាត់ឡែនគាត់ចោលដូចគ្នាបាទ Retry កំហុសវ៉ាវខេន Retry កំហុសមកជាមួយនឹងខេនថ្ងៃនេះតែគាត់ពេលលេង Frederick Retry kill ទេបាទច្រឡំមក Izu បាទ Izu Retry កំហុសសុតបាទអញ្ចឹងចាំកន្លងគឺគេលេងខ្វល់បាទ Retry មិនដាក់កបោជាមួយនឹងមិនយកតែម្ដងយ៉ាចឹងយើងនិយាយទៅការនេះមើលនៅសាច់ហ្គេមមានអារម្មណ៍ថាវ៉ាឡាននឹងមានប្រោះលេងច្រើនដូចខ្ញុំណាធ្វើបិទតែមានកលៀតែគាត់មាន Purify 3នាក់ឥឡូវសាច់ហ្គេម early smooth ទៀតណាបាទឡែនទាំង3 balance បាន farm បានឲ្យ first lane បាត់ lane គេ go lane បាត់ lane គេមិនចម្លែកទេដោយសារតែ Ranger damage early cloud damage late game បាទ mid lane clear លឿនជាងទៀតបាទ4ទល់នឹង3នៅខាងផ្លូវ top lane ប៉ុន្តែ on zone នៅតែព្យាយាមជាមួយនឹងការ farm ដោយមានភាពខ្លាំងរអាដូចគ្នាព្រោះដោយសារតែខ្លាចគេ4ក្នុងការបោកគាត់ដូចគ្នាផងដែរបាទខំបាយគ្នាដាច់ដូចគ្នានិយាយពីខាចាតិចខាចាបើយក impure rate ទៀតមួយដៃហ្នឹងអា4%នៅមិន AP នៅ impure rate ណា passive ទៀត8%ស្មើ bane យកមកស្មើមួយ edit ទៀតមួយដៃហ្នឹងស្រួលលួចឡោតែតើយើងច្បាស់ hero យើងកុំធ្វើទាំងអស់ចាំវត្តតែមួយដៃហ្នឹងពេលអា2ហ្នឹងពេញបាទអាយ៉ាហត់ច្រាមយកតែដល់ប៉ុន្តែមានការតាក់កពី secret បាល់ឡងតែជាមួយនឹងការចាយ flicker ពីវត្តមានរបស់ Shadow តេងនេះពីវត្តមានរបស់ Ken ប៉ុន្តែអត់មានការឈឺទេបាទលើមិនឲ្យប៉មគេមួយ free តែគេ trade គេ trade គេ trade ជាមួយនឹងtrade ចំតែហ្គេមនេះប្រឡែងឲ្យអូនទៅ free farm ណាបាទឥឡូវបាយគិតដូចខ្ញុំហ្គេមនេះថ្លឹង14ស្មើឬក៏គេ4 5គាត់ធំជាងគាត់ដែរបាទដល់ពេលអញ្ចឹងយើង defend ប៉មលើទៅបានទាំង go lane farm បានទាំងបាច់ឲ្យគេ trade បាទឥឡូវអាយ៉ាចូលទៅដល់ជាមួយនឹង Ken ធ្វើការតាក់កបានយកទៅដល់ជាមួយនឹងការផ្ដាច់ខៀបពីឆ្មាចុង Ken បាទគាត់ចាញ់មកតមិនអត់តទេព្រោះតែថាខាចាដែលទាញមកហីបាទអត់ដឹងទេគ្នាហ្គេមមួយនេះ season ប្រហែលវាយគេណានិយាយមែនព្រោះតែអត់ដឹងថាចាប់ណាគេបើសិនជាចាប់តចាប់ការចាបាទត្រូវតែពើមិនបុកវាយការចាមុនបើសិនជាអត់បុកវាយការចាទេហ្គេមមួយនេះពេលដែលគេនៅសល់ជាមួយនឹងការចាគឺជារនាំងមួយដែលធ្វើឲ្យ Ken អត់អាចជា damage បានហ្មងបាទខានសៀលទៅហើយអាស៊ីរ៉ាមានការតាក់កយកទៅដល់ជាមួយនឹងការឈូទឹកចូលទឹកបានដែរទេប៉ុន្តែចូលមកមានការ cover ជាមួយនឹងការលុប passive ឡើងជាពេញយកទៅដល់ជាមួយនឹងការចាប់បោកវាយទៅលើវត្តមានរបស់ Head កាប់ជាពី Shadow ធ្វើការចាយជាមួយនឹង Flicker ពីពេប៉ុន្តែមានការដកថយទេជាមួយនឹងការវាយទៅលើ Head អត់ចូលទេពីវត្តមានរបស់ team See You Soon បាទមានចាំ cloud បាទអត់មាន damage វាយផ្ដាច់ទៅលើ Head ទេបាទនៅក្នុង game នេះចង់ចាប់ Head ក៏ពិបាកបាទគេ Purify បាទអាយ៉ាធួននៅក្នុងផ្ទះប៉ុន្តែឆ្មាមានការដកថយក៏ដូចជាមានការចូលមក invest ជាមួយនឹង Purple បន្ថែមទៀតប៉ុណ្ណាបាទ game នេះដូចអ្វីដែលតគួរបានគិតទៅទាំងគឺ cloud នឹងយក spell លឿនដើម្បី late game ក៏ច្បាស់ដេញគីមីតាន់មកក៏ដេញ Ranger តាន់ដែរតែរឿងនឹងការឡើងគឺតតែ secret ចាប់កបត់ចោលទៅបាទ secret sale ចាប់គាត់អត់ហ៊ានហក់ទៅធ្វើចឹងដែរតែបើ secret អត់ sale ចាប់ណាគេវាយបើកមុខហើយបើសិនជា game នេះ on ទៅមានរូបភាពនឹងការឡើងបាទអាយ៉ាកាសៀលបងមុនគេយកដល់ជាមួយនឹងការតូតើតែ secret មុនគេយកដល់ធ្វើបាល់ឡងខ្លាំងតែប៉ុន្តែមានការតាប់បំជាមួយនឹងពេដូចគ្នាមានការគប់អាទីពីព័ត៌មានរបស់ណាចាក៏ដូចជាមានការបាត់អាទីពីកែនដូចគ្នាជាមួយនឹងការ clear mid lane ផងដែរបាទខ្ញុំមានអារម្មណ៍ថា game នេះ soul អត់មានណាគេចូល lock ទៅដល់ soul ទេបាទព្រោះដោយសារហ្គេមមួយនេះបើសិនជាចយមានចយចូលទៅដល់ប៉ុន្តែបច្ចុប្បន្នកាឥឡូវ Ranger មានហើយណា 3-0 ទៀតហើយណាបាទព្រោះដោយសារសម្រាប់ PP គឺត្រូវថាបង្ខំចិត្តវាយការចាមុនព្រោះដោយសារបើសិនជាទុកការចានៅក្នុង team fight បាទ Ken ចប់ Cloud អត់អាចលោតមកដាក់ជាមួយនឹង Ultimate បានទេបាទព្រោះដោយសារសល់ជាមួយនឹងការចាបាទបើសិនជាចង់វាយបើសិនជាចង់ចាប់ទៅលើឆ្មាតាន់ចាប់ទៅលើ Head បោកអត់ដាច់បាទអញ្ចឹងណាចាគេមាន Purify ដែរបាទនិយាយទៅ season ត្រានេះរំពឹង late game ឥឡូវយើងជំរាបមាន late game សម្រាប់គាត់អត់ early ថ្លឹងនៅអ្វីដែលគាត់អាចធ្វើបានប៉ុន្តែកលៈបើយើងមើលទៅមហាឡាគាត់team fight តែមណា map ក៏តែមដែរប៉ុន្តែ goal lit 15ឲ្យ6ហើយណាបាទ lit តិចខ្លាំងមែនទេ thread ក្រុមយ៉ាដាច់ T1 thread វ៉ាហាឡាដាច់ thread បាត់បង no បាទ no ទៅហើយខានសៀលពី secret ចាប់បោកវាយជាមួយនឹងវត្តមានរបស់ on zone ប៉ុន្តែមានគេដាក់បោកជាមួយនឹង on zone ទេធ្វើការចុចជាមួយនឹង space sprint យកតាមដល់ប៉ុន្តែយើងមើលជាមួយនឹងពេក៏មានការផ្ដាច់ពីសោលគ្នាយើងមើលជាមួយនឹង Ken ក៏មានការផ្ដាច់ជាមួយនឹងឆ្មាប៉ុន្តែកន្លែងនេះជាមួយនឹងការ reload ទៅលើ See You Soon បោកវាយ head តាន់ទុកឲ្យជាមួយនឹងវត្តមានរបស់ Ken ផ្ដាច់ double kill វ៉ាវអូយមើលអត់តាន់បាទមិញបាទមើលក្រុមវាយ mid lane បាទបាញ់ដែលបោកឆ្មាដាច់ណាមួយ massive damage ដែលចេញមកពី Asira មកតាំងត្រង់ជើងផ្លឹងបាទហើយ Shadow គក់នេះបោកឆ្មាដាច់មកជុំងុំពេលោតទៅ knock up
កាក់3 hero ហ្មងកាក់សតតា hero ដូចម៉េចរបស់វ៉ាហាឡាអត់ឲ្យមកផ្ដាច់ជាមួយនឹងអូនโซទេ cover team fight ហើយអនសូក៏គាត់លេងថាមិញដែរគាត់អត់ប្រើ RT បងឈប់ឲ្យដែរធម្មតា ណា បាទអញ្ចឹងមិញបើសិនជាគិតថា team fight ហ្នឹងនៅតែបន្តបានទៀតអត់បន្តបានទេនៅសារតែមិញអនសូមួយទៀត បាទ អូ ញ៉ែអូយេមែនហ្គេមបាយមិញមកតាក់កហ្នឹងអត់មានអ្នកបោកសោះបងអត់មានអ្នកបោកសោះហ្មង knock up ជាប់3 ហ្នឹង បាទតែដៃពី game នេះលើ6 kill ហើយ game ទី1 8 kill game ទី2ឥឡូវភ្លាមៗបាន5ហើយបាទ បាទ3ទៅ10 kill អត់អាចបិទ2 game 6 kill ទេ Yes sir បាទចឹងឡតទៅផ្លូវ top lane ក៏ដូចជា clear ជាមួយនឹង mid lane ពី Valhalla នៅសល់ turret passive ទេបាទមាន shield ចឹង game នេះ lot ទី1គឺ clear បានហើយក៏ប៉ុន្តែអាចនឹង make play មកដែរទេពីវត្តមានរបស់ PP ទៅដល់លោតជាប់យកទៅដល់អូបជាមួយនឹងឆ្មាអូបដៃឬក៏បណ្ដាជាមួយនឹងការបោកផ្ទុះទឹកពីរអាស៊ីរ៉ាស្ដាយយកជាមួយនឹងឆ្មាក៏មានការដាប់លេខពីសាដូដូចគ្នាផងដែរបាទដាច់ជាមួយនឹងចាងកមួយចាយ flicker ជាមួយនឹងការដកថយមកដែរពីវត្តមានរបស់ខាង team C យូស៊ូន បាទ Secret អាចបើកមកបានហើយគាត់ទិញជីវិត2ចាំមើល game នេះណាគេ cover Secret ទោះបីជាគាត់មានជីវិត2តែងើបមកវិញសួរថាឈប់ឲ្យមកគេបានអត់ បាទ រូបភាពដែលកើតឡើងដដែលគឺនៅពេលដែលគេបោក Secret ដាច់ហើយគឺបែប cover ទី5 base ទៅបែបពេលដាច់ម្ដងទៀតដូចគ្នា បាទ Secret ដាច់ម្ដងទៀតដូចគ្នាសំតោ អាយ៉ាចាក់វាយមកផាស៊ីវតាក់កយកដល់ដងបាត់ចាប់គេខ្លាំងហើយ PP អត់មាន mortality ទេជួយការផ្ដាច់ពីវត្តមាន Sky Visor របស់ Soul ដូចគ្នាផងដែរដាក់ដឹកមួយពីអាស៊ីរ៉ាប៉ុន្តែ T2 Trend នៅខាងផ្លូវបន្តឡើងមានការយកបានមកដែរពីវត្តមានរបស់ C Yuzu មានការដកថយប៉ុន្តែ Head នៅតែបន្តចង់ទៅណាចង់ឈូមួយឈូពីរពីវត្តមានរបស់ Ken តាក់កដែរទេជាមួយនឹងការតែងជាមួយនឹងការបាញ់ Monster Kill ពីវត្តមានរបស់ Soul ផ្ដាច់ទៅលើ Ken ដូចគ្នាផងដែរបាទ លោលេង បាទកុំចេះតែចូលបាទគេអស់ជាមួយនឹង ultimate ការចាក៏ប៉ិតមែនប៉ុន្តែនៅសល់ Feterin បាទ Feterin គាត់ stun ធួន បាទ ទៅហើយបាទផបមួយប៉ុន្តែ T2 នៅផ្លូវ mid lane តាក់កពី PP ធ្វើការចាប់ពុកវាយមកជាមួយនឹងវត្តមានរបស់ Secret ប៉ុន្តែបែកមកថយឲ្យមានបញ្ហាដែរទេសម្រាប់ចុងក្រោយជាមួយនឹងការចាយ flicker មានការបាញ់មកដែរពីវត្តមានរបស់ណាចាដល់ឡៃបាត់ទៅលើសោផ្ទុះមកទឹករងឈាមខ្លាំងតែជាមួយនឹងសោឲ្យមានបញ្ហាដែរទេពីឆ្មាក៏មានការបោកដកថយផងដែរជាមួយនឹងការយកបាន T2 Trend នៅខាងផ្លូវ mid lane បាទ យកស្មា ឥឡូវបើយើងមើល Facebook game ពួកគាត់នឹងការតន់ team fight lot on សៅអាយនឹងយឺនតិចតែគាត់អីដែលសំខាន់គឺ spell flick របស់ Secret អស់ហើយ បាទ អញ្ចឹងឱកាសដែល Secret សង្ឃឹមថា make play ទៅលើ hero damage គឺតិចអញ្ចឹងគាត់នឹងទាញអ្នកបើកមុខឲ្យជីវិត2គាត់អស់ដូចគ្នាអញ្ចឹងface of roamers ស្មើគ្នាកលៀននឹងខាចាជាមួយនឹងគេលេងមុនបាទជាមួយនឹងគេលេងមុន តើហើយមានការតែជាមួយនឹង Lord យកតាដងពី Valhalla ប៉ុន្តែ Head មានការមកពី PP cancel មកឲ្យបោកទៅលើឆ្មាមុនគេដែរទេ lock up មួយជាមួយនឹងការបាញ់ ultimate ផងដែរពីណាចាធ្វើការបោកជាមួយនឹងវត្តមានរបស់ឆ្មាប៉ុន្តែមានការឆាកាត់ ultimate ពី Shadow ធ្វើការផ្ដាច់ជាមួយនឹង Asira បាត់ហើយពីវត្តមានរបស់ Soul មានការបាញ់វិញបោកជាមួយនឹង double kill ពី Soul តើហើយ Head ទៅមិនទាន់ទេជួមួយជួពីរធ្វើការដកថយធម្មតាបាទ wow បាទ អរេសរសើរបាទឡាមួយគេក្តាប់គេបាននៅពេល on zone respawn late បានតិចគេ fast lot យកតែម្ដង បាទបែបពី Head ប៉ុន្តែ T3 មានការយកបានអាចទប់ជាមួយនឹងផ្ទះបានដែរទេពីវត្តមានរបស់ On Soul ធ្វើការវាយជាមួយនឹង Base ដាក់ធ្វើការ RT យកដល់ជាមួយនឹងការរះមកពីការតាក់កពីវត្តមានរបស់ Ken នៅតែតាក់បានដែរពី Secret ចាំមក clear Asira respawn ប៉ុន្តែមីនីក៏ខំក៏បានមកដល់ដូចខ្ញុំដែរមីនីមានក៏បានមកដល់ដូចគ្នាកោបាយយកជាមួយនឹងបងក្រោមជាមួយនឹងទៅ chain នេះជាមួយនឹង shot មួយនេះ បាទតើហើយ Shadow ក៏មានការ spawn មកវិញដូចគ្នាអាចនឹង clear បានជាមួយនឹង Lord មួយនេះដែរទេប៉ុន្តែមីនីមុននឹងចូលទៅមកវាយជាមួយនឹងការតាក់កទៅលើ Asira មុនគេយកទៅជាមួយនឹងការឈូទឹកមួយទាំងជ្រាបយកទៅដល់ប្រវត្តិមានរបស់ Soul ធ្វើការផ្ដាច់ជាមួយនឹង Legendary ទៅលើវត្តមានរបស់ Shadow លទ្ធផល1-1គឺបាន